ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃប្រឈមនឹងសម្ពាធពាណិជ្ជកម្មពីសហរដ្ឋអាមេរិកជុំវិញការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំបងប្អូនទាំងជ្រាបកាន់តែច្បាស់សូមចូលរួមស្ដាប់ជាមួយនឹងនាងខ្ញុំដូចតទៅអាមេរិកកំពុងពិចារណាដាក់វិធានការពាណិជ្ជកម្មប្រឆាំងនឹងទំនិញរបស់ថៃក្រោមមាត្រា301នៃច្បាប់ពាណិជ្ជកម្មឆ្នាំ1974ដោយសារក្តីព្រួយបារម្ភអំពីការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនការព្រួយបារម្ភជុំវិញការបង្ខំឲ្យធ្វើការនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាពិសេសក្នុងឧស្សាហកម្មនេសាទនិងអាហារសមុទ្ររបស់ប្រទេសថៃដែលធ្លាប់បានប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅលើការអនុវត្តការងារនាពេលកន្លងមកសារព័ត៌មានមួយចំនួនបានរាយការណ៍ថាអាមេរិកបានដាក់ពន្ធបន្ថែម 12.5% លើទំនិញថៃចាប់អនុវត្តពីថ្ងៃទី24ខែកក្កដានេះទៅយ៉ាងណាក៏ដោយសារព័ត៌មានថៃ The Nation បានរាយការណ៍នៅថ្ងៃទី19ខែកក្កដាឆ្នាំ2026នេះថាការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកមិនទាន់បានចេញសេចក្តីប្រកាសចុងក្រោយដែលបញ្ជាក់អំពីពន្ធបន្ថែមនិងការបរិច្ឆេទអនុវត្តនៅឡើយនោះទេពលបញ្ហានេះគឺស្ថិតនៅក្នុងដំណាក់កាលនៃការពិចារណានិងការចរចាយ៉ាងសកម្មយ៉ាងណាមិញស្ថានភាពនេះក៏បង្កឲ្យមានការព្រួយបារម្ភក្នុងចំណោមអាជីវកម្មថៃដោយសារអាមេរិកជាទីផ្សារនាំចេញធំបំផុតរបស់ប្រទេសថៃនិងដើរតួនាទីយ៉ាងសំខាន់សម្រាប់ទំនិញជាច្រើនប្រភេទមានចាប់តាំងពីអាហារផលិតផលកសិកម្មកែច្នៃរហូតដល់គ្រឿងអេឡិចត្រូនិកឧបករណ៍អគ្គិសនីយានយន្តនិងគ្រឿងបន្លាស់និងផលិតផលឧស្សាហកម្មផ្សេងៗទៀតបងប្អូនទាំងអស់គ្នានៅក្នុងប្រទេសថៃពេលនេះគឺកំពុងតែវឹកវរខ្លាំងមែនទែនបងប្អូនមិនថាបញ្ហាសេដ្ឋកិច្ចឬក៏បញ្ហាផ្សេងៗគឺតែងតែបុកសម្រុកមកក្នុងប្រទេសថៃដូច្នេះហើយពេលនេះគឺថៃកំពុងតែមានបញ្ហាប្រឈមនឹងសម្ពាធពាណិជ្ជកម្មមកពីអាមេរិកដោយសារតែអាមេរិកនឹងដំឡើងពន្ធ 12.5% ទៅលើទំនិញថៃដោយសារតែអាមេរិកមានការព្រួយបារម្ភចំពោះការប្រើប្រាស់កម្លាំងពលកម្មនៅក្នុងប្រទេសថៃដោយបង្ខំដូច្នេះបងប្អូនទាំងអស់គ្នានេះគឺជាព័ត៌មានមួយដែលល្អមែនទែនអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់កុំភ្លេចជួយ share ចែករំលែកព័ត៌មានឲ្យបានច្រើនជួបគ្នាជាមួយនឹងនាងខ្ញុំនៅព័ត៌មាននិងវីដេអូក្រោយទៀត